ភាសាជាង1000គ្រួសារមិនអាចទៅកាន់រំនៅឋានវិញបានដោយសារយោធាថៃដាក់ទូកងរលើនិងបន្លាលួចបិទផ្លូវមិនឲ្យចូលមានប្រជាពលរដ្ឋភាសាប្រមាណជាង1000គ្រួសារនៅភូមិព្រៃច័ន្ទនិងអូជោគនិងភូមិជោគជ័យនៅក្នុងនៃស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកំពុងស្នាក់នៅជំនុំសុវត្ថិភាពដោយមិនអាចទៅកាន់រំនៅឋានវិញបានទេដោយសារទាហានថៃឈ្លានពានដាក់ទូកងរលើនិងបន្លាលួចបិទផ្លូវមិនឲ្យចូលភូមិនិងផ្នែកខ្លះនៃភូមិទាំងពីររងការខូចខាតស្ទើរទាំងស្រុងពីការទម្លាក់គ្រាប់បែកនិងការបាញ់ផ្លោងកាលពីកន្លងទៅនេះបើតាមការបញ្ជាក់របស់អាជ្ញាធរដែនដីគ្រប់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP អំឡុងពេលចង់ផ្តិតមេដាយទិដ្ឋភាពជនភៀសសឹកនេះនៅមណ្ឌលសុវត្ថិភាពវត្តច័ន្ទស៊ីសាមគ្គីរតនាស្ថិតនៅភូមិអូកុកស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី4ខែមករាឆ្នាំ2025ក្រសួងមហាផ្ទៃបានឲ្យដឹងថាគិតពីម៉ោង1រសៀលដល់ម៉ោង6ល្ងាចនៅថ្ងៃទី4ខែមករាឆ្នាំ2026មានជនភៀសសឹកចំនួន 25.407 នាក់បន្ថែមទៀតបានបន្តវិលទៅរំនៅឋានវិញដូច្នេះក្នុងចំណោមជនភៀសសឹកសរុបជាង 640,000 នាក់មាន242.267 នាក់ក្នុងនោះស្ត្រីមាន 127.886 នាក់និងកុមារ 78.607 នាក់បន្តស្នាក់នៅជំរំ